បងប្អូនសម្រាប់ការលីងមាន់នេះមួយគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកញ៉ាំសម្រាប់ខ្ញុំវិញនៅពេលដែលមាន់លីងគល់ស្លឹកគ្រៃបែបនេះគឺខ្ញុំចូលចិត្តបែបលក្ខណៈថាមានទឹកប៉ែកយើងសោបជាមួយនឹងបាយក្តៅមកណាពុកម៉ែបងប្អូនអើយគឺថាឆ្ងាញ់មែនតើនៅថ្ងៃនេះចេញពីធ្វើការគឺខ្ញុំរនឹកមកម្ហូបអីពិសេសអត់ឃើញទេពុកម៉ែបងប្អូនដើរប៉ះមាន់ក៏ថាទិញមាន់មកក្បាលយកមកលីងលក្ខណៈថាយើងលាយគល់ស្លឹកគ្រៃមួយមានក្រូចសើចរំដេងក៏ដូចជាខ្ទឹមក្រហមអញ្ចឹងណាចាយើងលីងបែបនេះទៅហើយលីងជាប្រភេទមានទឹកប៉ែកមកដើម្បីឲ្យយើងសោបជាមួយនឹងបាយក្តៅញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនហើយសម្រាប់សាច់មាន់ហ្នឹងបើសិនជាសើចយើងអាចអង្គុយញ៉ាំលេងបានទៀតព្រោះថាពេលល្ងាចយើងញ៉ាំបាយតែបន្តិចទេហើយសម្រាប់វិធីនៅក្នុងការធ្វើមាន់លីងថ្ងៃនេះគឺធម្មតាយើងដាក់គ្រឿងទឹកត្រីម្សៅស៊ុបរសជាតិសាច់មាន់ដែលជាផលិតផលរបស់ខ្មែរចាយើងដាក់ទៅតាមចំណង់ចំណូលចិត្តហើយបន្ទាប់មកគឺយើងចាប់ផ្ដើមរំងាស់វាឲ្យលក្ខណៈថាចេញទឹកពីសាច់មាន់នឹងរៀងឆ្អិនអញ្ចឹងទៅបានយើងថែមស្ករពីលើនឹងបន្តិចអញ្ចឹងណាពុកម៉ែបងប្អូនសម្រាប់មាន់នេះពុកម៉ែបងប្អូននៅពេលដែលខ្ញុំធ្វើម្ដងគឺថាអូយមានអារម្មណ៍ថាដាក់ជាមួយនឹងបាយក្តៅមកទំនងណាបងប្អូនដោយសារតែយើងយកជាប្រភេទរៀងទឹកប៉ែកហើយយើងឆាវាឲ្យដាច់ទឹកឲ្យមានទឹកប៉ែករៀងខាប់បែបនេះមកពុកម៉ែបងប្អូនសោបជាមួយនឹងបាយក្តៅហើយឈ្ងុយជាមួយនឹងគល់ស្លឹកគ្រៃក្រូចសើចក៏ដូចជាខ្ទឹមក្រហមដែលយើងដាក់ម្ទេសមួយអញ្ចឹងណាហើយដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងនិយាយទៅសម្រស់ស្អាតហើយរសជាតិឆ្ងាញ់ទៀតយើងធ្វើខ្លួនឯងញ៉ាំខ្លួនឯងហើយទៅសារខ្លួនឯងទៅហ្នឹងហើយពុកម៉ែបងប្អូនអញ្ចឹងសម្រាប់អាហារមួយមុខនេះយើងអាចញ៉ាំជាមួយបាយក៏បានឬមួយក៏ធ្វើគ្រឿងក្លែមក៏បានដែរត្រូវគ្រប់ទម្រង់តែម្ដងកុំភ្លេចតាមដានវីដេអូបន្ត